សូអូនពូមីងថ្ងៃនេះអូនអានមេរៀនហើយឆ្លើយសំណួរឲ្យស្ដាប់មេរៀនទី36សត្វក្រសាអំណានមានសត្វក្រសាមួយឈរចាំចឹកត្រីនៅមាត់បឹងពេលនោះមានត្រីចុងផ្លាមួយបានហែលពីមុខវាក្រសាកាត់ថាត្រីចុងផ្លានេះតូចណាស់ស៊ីក៏មិនឆ្អែតដែររងចាំត្រីធំចាក់ស៊ីតែមួយឆ្អែតពីរចង់ឆ្អែតតែម្ដងត្រីចុងវ៉ាហែលទៅបាត់ហែលទៅបាត់ទៅបន្តិចមកមានកូនត្រីក្រាញ់មួយហែលមកទៀតវានៅតែមិនចាក់ស៊ីក្រោយមកក៏មានកូនត្រីផ្ទក់មួយហែលមកទៀតក្រសាកាត់ថាបន្តិចនឹងបានទៀតមួយបន្តិចទៀតនឹងបានជួបត្រីធំជាងនេះជាមិនខានត្រីផ្ទក់ក៏ហែលទៅបាត់ទៀតតាំងពីព្រឹកដល់ប្រលឹកក្រសារងចាំត្រីធំមិនឃើញសោះក្រសាវ៉ាល់ក្រត្រូវអានខុសហើយហ្នឹងរកត្រូវនំវិញទាំងក្តីស្រែកឃ្លានព្យាយាមអានបន្ថែមទៀតអានទាំងអត្តតុបតើឥឡូវមើលសំណួរមើលសំណួរមានប៉ុន្មាន4តើថាក្រសារងចាំចាក់ត្រីនៅឯណាអូនដឹងសត្វក្រសារងចាំចាក់ត្រីនៅមាត់បឹងត្រឹមត្រូវឆ្លើយតើក្រសារឃើញត្រីអ្វីមិនដំបងគេអូនដឹងក្រសារឃើញត្រីផ្ទក់មិនត្រីអីត្រីចង្វាមិនដំបងគេនេះវាឃើញត្រីចង្វាមុនគេមិនមែនត្រីផ្ទក់អីណាបាទតើក្រសារឃើញត្រីអ្វីខ្លះហែលពីមុខខ្លួនដឹងក្រសារឃើញត្រីចង្វាត្រីអីទៀតត្រីក្រាញ់ត្រីអីទៀតត្រីផ្ទក់មិនត្រីទាំងអស់ហ្នឹងមិនហែលពីមុខខ្លួនតោះមើលសំណួរទី4តើក្រសារចាក់ត្រីទាំងនោះស៊ីដែរឬទេព្រោះអ្វីអង្ដឹងក្រសារចាក់ក្រសារមិនចាក់ត្រីទាំងនោះស៊ីទេព្រោះអ្វីព្រោះអ្វីមិនសួរគ្រូវិញព្រោះក្រសារហ្នឹងញ៉ាំឲ្យឆ្អែតត្រីហ្នឹងមិនត្រីអស់ហ្នឹងវាមិនត្រីអស់ហ្នឹងវាទូចវាទូចពេកហ៎បាទវាទូចកសាស្អៀតឆ្អែតហ៎បាទអញ្ចឹងកន្លែងហ្នឹងអូនថាក្រសារមិនចឹកត្រីទាំងនោះទេព្រោះវាគិតថាត្រីទាំងនោះតូចវាស៊ីអត់ឆ្អែតអូនឆ្លើយអញ្ចឹងមិនត្រឹមត្រូវលឿនឆ្លើយមិញក៏ត្រឹមត្រូវដែរតែគ្រាន់តែវាអត់ត្រូវ 100% យល់ទេបាទត្រូវបាន ត្រូវបានតែ 70% ហ្នឹង
អូធ្វើមាត់អីចឹងក្រក់មើល